ក្មេងប្រុសម្នាក់លួចអីវ៉ាន់នៅក្នុងហាងស្រាប់តែបរិសុទ្ធក្បែរនោះឃើញក៏ហាមក្មេងប្រុសនោះហាមមិនឲ្យលួចគាត់ក៏ទិញនំនោះទៅឲ្យក្មេងប្រុសគាត់មិនបានស្ដីឲ្យក្មេងប្រុសនោះទេគាត់បានយកនំឲ្យក្មេងប្រុសញ៉ាំក្មេងប្រុសញ៉ាំយ៉ាងឆ្ងាញ់បរិសុទ្ធនោះក៏បានមើលអំពីសកម្មភាពរបស់គេប្រុសនោះក៏នាំក្មេងប្រុសមកកាន់កន្លែងគាត់រស់នៅនិងងូតទឹកសម្អាតខ្លួនឲ្យក្មេងប្រុសជាអកុសលក្មេងប្រុសនោះបែរជាមិនសងគុណបែរជាលួចលុយរបស់បរិសុទ្ធនោះដែលខំសន្សំជាយូរមកហើយអស់រលីងបរិសុទ្ធចំណាស់អស់ទាំងលុយស្រាប់តែគាត់ឃើញឆ្កែរបស់គាត់មិនស្រួលខ្លួនស្រាប់តែគាត់យកឆ្កែរបស់គាត់ទៅកាន់មន្ទីរពេទ្យហើយគ្រូពេទ្យប្រាប់ថាវាមានជំងឺត្រូវការវះកាត់ឆ្កែនេះមិនមែនជាសត្វចិញ្ចឹមរបស់គាត់ទេប៉ុន្តែប្រៀបដូចជាគ្រួសាររបស់គាត់បានប្រមូលលុយទាំងអស់ដែលគាត់មានយកទៅឲ្យគ្រូពេទ្យវះកាត់ឆ្កែនេះរឿងមិនល្អក៏កើតឡើងចំពោះគាត់ជំងឺរបស់គាត់រើឡើងចំណែកឯលុយក៏អស់ថ្នាំក៏អស់ដូច្នេះគឺគាត់គ្មានលទ្ធភាពដើម្បីទិញថ្នាំបន្តនៅជីវិតទៀតនោះទេគាត់ដឹងថាពេលវេលាគាត់គឺសល់ខ្លីណាស់គាត់ក៏បានយកកូនឆ្កែរបស់គាត់ទៅឲ្យម្ចាស់ហាងមួយចិញ្ចឹមប៉ុន្តែនៅពេលដែលគាត់រៀបចេញឡាននិងចេញទៅឆ្កែនោះព្រុសខ្លាំងណាស់គឺវាចង់តាមម្ចាស់វាដោយមិនដាច់ចិត្តបុរសនោះក៏យកឆ្កែនោះមកចិញ្ចឹមវិញពីរអ្នកម្ចាស់និងឆ្កែបានរស់នៅក្នុងជីវភាពមួយដោយរកនៅចំណីនៅក្នុងធុងសម្រាមនៅចំណីដែលគេនៅសល់មិនយូរប៉ុន្មានរដូវរងាក៏មកដល់ពីរអ្នកម្ចាស់និងឆ្កែរស់នៅក្នុងឡានប៉ុន្តែដោយសារតែគ្មានប្រាក់គឺគាត់គ្មានលុយចាក់សាំងនោះទេគាត់រស់នៅក្នុងឡានដ៏ត្រជាក់នារដូវរងាជំងឺរបស់បុរសនោះកាន់តែធ្ងន់ដោយសារតែគាត់មិនបានប្រើប្រាស់ថ្នាំដូច្នេះគឺគាត់មិនអាចចេញទៅរកចំណីបាននោះទេប៉ុន្តែកូនឆ្កែនោះវាចេះណាស់វាបានទៅរកចំណីដោយរាល់ដងហើយក៏យកមកទុកក្នុងឡានឲ្យម្ចាស់វាថ្ងៃមួយកូនឆ្កែយកម្ហូបដាក់នៅលើខ្លួនម្ចាស់វាប៉ុន្តែម្ចាស់វាដូចមិនកម្រើកសោះហាក់បីដូចជាគាត់លាវាទៅបាត់ទៅហើយកូនឆ្កែនេះពិតជាស្មោះត្រង់ណាស់មិនថាម្ចាស់វាមានឬក្រឈឺឬក៏ជាវានៅជាមួយម្ចាស់របស់វាដល់ទីបញ្ចប់ក្មេងប្រុសម្នាក់លួចអីវ៉ាន់នៅក្នុងហាងស្រាប់តែបរិសុទ្ធក្បែរនោះឃើញក៏ហាមក្មេងប្រុសនោះហាមមិនឲ្យលួចគាត់ក៏ទិញនំនោះទៅឲ្យក្មេងប្រុសគាត់មិនបានស្ដីឲ្យក្មេងប្រុសនោះទេគាត់បានយកនំឲ្យក្មេងប្រុសញ៉ាំក្មេងប្រុសញ៉ាំយ៉ាងឆ្ងាញ់បរិសុទ្ធនោះក៏បានមើលអំពីសកម្មភាពរបស់គេប្រុសនោះក៏នាំក្មេងប្រុសមកកាន់កន្លែងគាត់រស់នៅនិងងូតទឹកសម្អាតខ្លួនឲ្យក្មេងប្រុសជាអកុសលក្មេងប្រុសនោះបែរជាមិនសងគុណបែរជាលួចលុយរបស់បរិសុទ្ធនោះដែលខំសន្សំជាយូរមកហើយអស់រលីងបរិសុទ្ធចំណាស់អស់ទាំងលុយស្រាប់តែគាត់ឃើញឆ្កែរបស់គាត់មិនស្រួលខ្លួនស្រាប់តែគាត់យកឆ្កែរបស់គាត់ទៅកាន់មន្ទីរពេទ្យហើយគ្រូពេទ្យប្រាប់ថាវាមានជំងឺត្រូវការវះកាត់ឆ្កែនេះមិនមែនជាសត្វចិញ្ចឹមរបស់គាត់ទេប៉ុន្តែប្រៀបដូចជាគ្រួសាររបស់គាត់បានប្រមូលលុយទាំងអស់ដែលគាត់មានយកទៅឲ្យគ្រូពេទ្យវះកាត់ឆ្កែនេះរឿងមិនល្អក៏កើតឡើងចំពោះគាត់ជំងឺរបស់គាត់រើឡើងចំណែកឯលុយក៏អស់ថ្នាំក៏អស់ដូច្នេះគឺគាត់គ្មានលទ្ធភាពដើម្បីទិញថ្នាំបន្តនៅជីវិតទៀតនោះទេគាត់ដឹងថាពេលវេលាគាត់គឺសល់ខ្លីណាស់គាត់ក៏បានយកកូនឆ្កែរបស់គាត់ទៅឲ្យម្ចាស់ហាងមួយចិញ្ចឹមប៉ុន្តែនៅពេលដែលគាត់រៀបចេញឡាននិងចេញទៅឆ្កែនោះព្រុសខ្លាំងណាស់គឺវាចង់តាមម្ចាស់វាដោយមិនដាច់ចិត្តបុរសនោះក៏យកឆ្កែនោះមកចិញ្ចឹមវិញពីរអ្នកម្ចាស់និងឆ្កែបានរស់នៅក្នុងជីវភាពមួយដោយរកនៅចំណីនៅក្នុងធុងសម្រាមនៅចំណីដែលគេនៅសល់មិនយូរប៉ុន្មានរដូវរងាក៏មកដល់ពីរអ្នកម្ចាស់និងឆ្កែរស់នៅក្នុងឡានប៉ុន្តែដោយសារតែគ្មានប្រាក់គឺគាត់គ្មានលុយចាក់សាំងនោះទេគាត់រស់នៅក្នុងឡានដ៏ត្រជាក់នារដូវរងាជំងឺរបស់បុរសនោះកាន់តែធ្ងន់ដោយសារតែគាត់មិនបានប្រើប្រាស់ថ្នាំដូច្នេះគឺគាត់មិនអាចចេញទៅរកចំណីបាននោះទេប៉ុន្តែកូនឆ្កែនោះវាចេះណាស់វាបានទៅរកចំណីដោយរាល់ដងហើយក៏យកមកទុកក្នុងឡានឲ្យម្ចាស់វាថ្ងៃមួយកូនឆ្កែយកម្ហូបដាក់នៅលើខ្លួនម្ចាស់វាប៉ុន្តែម្ចាស់វាដូចមិនកម្រើកសោះហាក់បីដូចជាគាត់លាវាទៅបាត់ទៅហើយកូនឆ្កែនេះពិតជាស្មោះត្រង់ណាស់មិនថាម្ចាស់វាមានឬក្រឈឺឬក៏ជាវានៅជាមួយម្ចាស់របស់វាដល់ទីបញ្ចប់